បន្តសេរីរឿងការភាគមុនមកនៅពេលដែលម៉ាយូនិយាយថាទូតប្រុសរបស់យើងជាអ្នកបម្រើដ៏ស្មោះត្រង់ហើយនាងនឹងមកសួរទៅកាន់ទូតប្រុសរបស់យើងថាតើគាត់នឹងស្វែងរកការងារធ្វើមិនមែនចំណែកស៊ីនីស៊ីនឹងបន្តទៅនាងវិញថានឹងហើយម៉ាយូបាននិយាយថានាងនឹងមកស្គាល់គេខ្លះដែរនៅលើដែនការតស៊ូនិងសិក្ខាសាលារបស់ពួកគេហើយនៅពេលហ្នឹងទូតប្រុសរបស់យើងមកសួរថាតើមួយណាទៅហើយម៉ាយូនឹងមកនិយាយប្រាប់ទៅកាន់ទូតប្រុសរបស់យើងថាមានក្រុមអន្តរជាតិ Master មានតែ15នាក់ប៉ុណ្ណោះដែលអនុញ្ញាតពីប្រទេសហើយបើសិនជាអ្នកទៅនឹងខ្លាចជាអ្នកជំនួយមួយដ៏ធំហើយនៅពេលហ្នឹងទូតប្រុសរបស់យើងមករៀនអង់ចិត្តខ្លះដែរអញ្ចឹងណាហើយគាត់នឹងមកនិយាយប្រាប់ទៅកាន់ម៉ាយូថាគាត់នឹងមិនដែលគិតថាខ្លួនឯងនឹងមានប្រយោជន៍ទេនៅពេលហ្នឹងម៉ាយូមកអោយទៅកាន់ទូតប្រុសរបស់យើងទៅហើយនាងមកនិយាយទៅកាន់ទូតប្រុសរបស់យើងថាគាត់នឹងមានត្រង់ចិត្តច្រើនផងបែកឃើញហ្នឹងគាត់តែឃើញគេអោបអញ្ចឹងភ្លាមគាត់នឹងមកនិយាយថាគាត់នឹងខំធ្វើការអំពីសុវត្ថិភាពពេលហ្នឹងម៉ាយូមកអោយផែនទីទៅកាន់ទូតប្រុសរបស់យើងដើម្បីឲ្យគាត់នឹងធ្វើការងាររបស់គាត់ទៅហើយទូតប្រុសរបស់យើងមកយកវាហើយចាក់ចេញពីទីហ្នឹងដូចគ្នាហើយយើងមកមើលម៉ាយូវិញក៏ឃើញទូតប្រុសរបស់យើងចេញទៅផ្លេតនាងមកនិយាយថាការងារហ្នឹងមិនស្រួលទេថាហើយថាទៀតថាចែហ្នឹងគឺអត់មានការរងល្អទេហើយសេរីហ្នឹងក៏បានបង្ហាញថាសិក្ខាសាលានៃគេស្គាល់ថាជាកន្លែងផលិតថ្នាំជាចម្បងហើយក៏ជាកន្លែងផលិតដែរនឹងអាវុធវេទមន្តជាច្រើនទៀតអន្តរជាមន្ត្រីការអនុញ្ញាតត្រូវបានស្គាល់ថាជា Altel Ayer ហើយពួកគេត្រូវបានផ្ដល់សិទ្ធិជាពិសេសមួយទីទៅនឹងការអភិវឌ្ឍនិងចែកចាយរួមជាមួយការព្យាបាលស្មើនឹង Workcon មួយដែលកំពុងឈររឿងក៏បានកម្មការទូតប្រុសរបស់យើងវិញដែលទូតប្រុសរបស់យើងបាននិយាយថាគាត់នឹងមិននឹកស្មានថាមាន Altel ផ្លូវការនៅទីនេះទេហើយនៅពេលទូតប្រុសរបស់យើងទៅដល់គោលដៅគាត់នឹងមានថាមើលទៅវាដូចជាផ្ទះធម្មតាហ្នឹងទូតប្រុសរបស់យើងមិនដែលទៅគោះទ្វារទៅពេលហ្នឹងដែរក៏មានកញ្ញាម្នាក់ដែលចេញមកដូចគ្នាយើងមើលទៅកាន់នាងទៅក៏មិនអន់ប្រមាណដែរញ៉ាំម្នាក់ហ្នឹងមកយកស្វាគមន៍ទៅកាន់ទូតប្រុសរបស់យើងដូចគ្នានៅពេលហ្នឹងដែរទូតប្រុសរបស់យើងមកឆ្ងល់ថាតើក្មេងស្រីម្នាក់ហ្នឹងឈ្មោះ Antaria Master មែនស្រីម្នាក់ហ្នឹងក៏លេចចំភ្លានាងមកនិយាយថាចំអាគាត់ហ្នឹងក៏ស្គាល់អែវឯងទូតប្រុសរបស់យើងមកនិយាយសំទោសទៅកាន់នាងទៅដែលគាត់ហ្នឹងគឺមិនចង់បាននៃបែបហ្នឹងទេអាប៉ែហ្នឹងបានណែនាំឈ្មោះដូចគ្នាដែលគាត់ហ្នឹងមកប្រាប់ថាគាត់ហ្នឹងឈ្មោះថាខេតញ៉ាំម្នាក់ហ្នឹងមកណែនាំខ្លួនទៅដែលនាងជាជំនួយការរបស់ Antaria Master ហើយទូតប្រុសរបស់យើងបានប្រាប់ពីមូលហេតុដែលគាត់មកទីនេះទៅហើយគាត់មកទីនេះដើម្បីជួយផ្ដល់អនុសាសន៍ដល់បានដាណាញ៉ាំម្នាក់ហ្នឹងក៏លេចចំភ្លានាងពិតជាស្ម័គ្រចិត្តខ្លាំងមែនទែនដោយសារតែមានគេមកជួយពួកនាងអញ្ចឹងណាអូម្នាក់ហ្នឹងចាប់ទីដៃទូតប្រុសរបស់យើងចូលក្នុងផ្ទះតែហ្មងទៅនៅពេលដល់ក្នុងផ្ទះហ្នឹងទូតប្រុសរបស់យើងមកធំក្លះស្រួយចង់ស្លាប់តែម្ដងហើយកញ្ញាអែម្នាក់ហ្នឹងមកសុំទោសទៅកាន់ទូតប្រុសរបស់យើងដូចគ្នានាងមកសុំទូតប្រុសរបស់យើងឲ្យជួយសម្អាតទីនេះផងហើយទីនេះគឺមិនបានសម្អាតអស់3សប្តាហ៍ហើយយើងក៏បានឃើញថាចាននឹងគោតែម្ដងហើយអប៉ែខិនហ្នឹងបាននិយាយថាគាត់នឹងជួយតាមពិតទៅអប៉ែខិនហ្នឹងជួយឲ្យសារគេស្អាតសោះហើយកញ្ញាម្នាក់ហ្នឹងមកលាទូតប្រុសរបស់យើងទៅសារតែម្ចាស់របស់នាងមិនហាយនាងអញ្ចឹងណាហើយទូតប្រុសរបស់យើងមិននិយាយថាអីទេហើយយើងមកមើលទូតប្រុសរបស់យើងវិញដែលគាត់បាននិយាយថាដល់មកធ្វើការហើយសេរីហ្នឹងក៏បានបង្ហាញថាទូតប្រុសរបស់យើងមកធ្វើការយ៉ាងលឿនតែម្ដងថាទីហ្នឹងគឺសឡើងស្លេកតែម្ដងនៅពេលนั้นទូតប្រុសរបស់យើងមកឆ្លត់ថាតែបន្ទប់មួយហ្នឹងជាបន្ទប់អីគេទៅហើយគាត់ហ្នឹងបានដើរទៅមើលបន្ទប់ហ្នឹងដូចគ្នានៅពេលទៅដល់ហើយគាត់ដែរមកយកដៃគោះទ្វារបន្ទប់ហ្នឹងទៅបែកឃើញហ្នឹងបានបើកទ្វារចូលតែម្ដងតែគាត់ហ្នឹងក៏បានចាប់អារម្មណ៍ថាមានក្មេងស្រីម្នាក់កំពុងផ្លាស់ខោអាវអញ្ចឹងណានៅពេលទូតប្រុសរបស់យើងដឹងខ្លួនហើយគេថាពួកគេហ្នឹងគៀងយកតែម្ដងតែថាក្មេងស្រីម្នាក់ហ្នឹងគឺមិនទាន់ផ្លាស់សម្លៀកបំពាក់រួចទេហើយនាងហ្នឹងមកសួរទៅកាន់គាត់ថាតើគាត់ហ្នឹងជាអាណាគេទៅចំណែកទូតប្រុសរបស់យើងក៏លើចង់ភ្លាមគាត់នឹងក៏ភ័យខ្លួនយកតែម្ដងគាត់នឹងបានប្រាប់ថាគាត់នឹងឈ្មោះថាខេតហើយនៅពេលហ្នឹងទូតប្រុសរបស់យើងបានចាប់អារម្មណ៍ថានៅលើពោះកញ្ញាម្នាក់ហ្នឹងមានអ្វីខកបរក្តីចឹងណាហើយវានឹងគឺជាបណ្ដាសានឹងឯងពេលហ្នឹងកញ្ញាម្នាក់ហ្នឹងបាននិយាយថាវាគឺជាបណ្ដាសាទូតប្រុសរបស់យើងបានតបថាគាត់ដឹងហើយគាត់នឹងមកសុំទៅកាន់នាងថាតើគាត់នឹងអាចមើលវាចិត្តបានអត់ម្នាក់ហ្នឹងបានតបថាមិនអីទេហើយនៅពេលហ្នឹងទូតប្រុសរបស់យើងបានយកដៃរបស់គាត់នឹងស្ទាបពោះកញ្ញាម្នាក់ហ្នឹងទៅហើយទូតប្រុសរបស់យើងបានគិតថាមើលទៅគឺមិនមានការជិះចាំនៅពេលប៉ះវាទេកាន់តែពិសេសហ្នឹងការដាក់បណ្ដាសានេះគឺមិនអាចញ៉ាំអាហារឆ្ងាញ់បានទេវាអាចធ្វើមានការជឿចាប់ចំពោះនាងហើយពួកអ្នកទាំងពីរហ្នឹងបានគេអំផ្លេតទៅទូតប្រុសរបស់យើងបាននិយាយថាគាត់នឹងរៀបចំចំណងហាបានត្រឹមត្រូវហើយគាត់ក៏បានបន្តនិយាយថាគាត់នឹងរៀបចំអ្វីមួយសម្រាប់អ្នកហើយនៅពេលហ្នឹងដែរទូតប្រុសរបស់យើងបានដើរសម្ដេចទៅកាន់ផ្ទះបាយទៅហើយគាត់នឹងបានគិតថាគាត់នឹងមិននឹកស្មានថាគាត់នឹងបានមើលសារៈកាតកាយទេហើយនៅពេលដែលកំពុងគិតហ្នឹងក៏បានដូរយកតែម្ដងទៅហើយសេរីក៏បានបែរមកកាន់មីមីកូនិងអាចារ្យយូលីសៀវិញអាចារ្យយូលីសៀហ្នឹងបាននិយាយថាតើវាមានតម្លៃប៉ុន្មានមីមីកូហ្នឹងបាននិយាយថាចំនួន50000មាសពួកគេទៅពីនេះបានសម្លឹងមើលភ្នែកគ្នាទៅវិញទៅមកទៅនៅពេលហ្នឹងអាចារ្យយូលីសៀមកសួរទៅកាន់មីមីកូថាតើវានឹងមានអ្វីកន្លងសិនជាគេនិយាយពីគាត់មីមីកូហ្នឹងក៏បានតបទៅវិញថាបើសិនជាគាត់មានសំណាងហ្នឹងគេក៏បានចាប់គាត់យកទៅហើយមីមីកូក៏បាននិយាយថាតែក្មេងប្រុសមិនក្មេងហ្នឹងមានយ៉ាងដូចម្នេះទៅហើយពួកយើងហ្នឹងគួរតែចាប់គាត់លាក់ទៅហើយអាចារ្យយូលីសៀហ្នឹងបាននិយាយថាគាត់ហ្នឹងត្រូវបានបណ្តេញចេញពីក្រុមអ្នកបាត់ភ្លើងហើយមីមីកូហ្នឹងសួរទៅកាន់អាចារ្យយូលីសៀថាតើនាងមានគម្រោងអ្វីជាមួយនឹងក្មេងប្រុសម្នាក់ហ្នឹងអាចារ្យបាននិយាយថានាងសង្ឃឹមថាគាត់ហ្នឹងនឹងឡើងដូចជាអាម៉ាលីអញ្ចឹងការធ្វើសកម្មភាពរបស់គាត់ហ្នឹងគឺកំណត់សញ្ញាបត្រខ្លះនៅបើសិនជាគាត់ឈប់មានកន្លែងបន្ទាប់មកនាងនឹងយកគាត់ហ្នឹងធ្វើជាអង្គរៈហើយអាបែបហ្នឹងក៏មិនដឹងពីសមត្ថភាពរបស់គាត់ដែរ
ហើយកាត់ការក្រក់ជានេះទៀតគាត់បានជួយខ្លួនឯងខ្លាំងណាស់តែវានឹងគឺជាការតស៊ូហើយសេរីនឹងក៏បែរទៅកាន់ទូប្រុសរបស់យើងដែលគាត់នឹងកំពុងតែចម្អិនអាហារវិញដល់ពេលនេះក៏មានអាចារ្យម្នាក់និងកញ្ញាអេនឹងបានដើរចូលមកនេះគ្នាដែលអាចារ្យម្នាក់នឹងមានឈ្មោះថាអូពីលីហើយទូប្រុសរបស់យើងបាននិយាយសុំទោសទៅកាន់អាចារ្យទៅដោយសារគាត់នឹងប្រាប់ផ្ទះបាយរបស់អ្នកអញ្ចឹងណាហើយអាចារ្យអូពីលីនឹងបាននិយាយថាមិនអីទេហើយអាចារ្យនឹងបានដើរទៅមើលអាហាររបស់ទូប្រុសរបស់យើងទៅហើយនាងបាននិយាយថាបបរហ្នឹងហើយទូប្រុសរបស់យើងបាននិយាយថាដោយសារក្មេងស្រីក្នុងបន្ទប់ក្រោមដីនឹងឃ្លានអញ្ចឹងណាពីមើលទៅកាន់នាងទៅដូចជាមានបញ្ហាអញ្ចឹងពេលហ្នឹងដែរអាចារ្យអូពីលីនឹងចាំមុខទូប្រុសរបស់យើងហើយគាត់បាននិយាយថាកម្រាប់ណាគេតែគាត់នឹងអាចសន្យាមួយនាងបានអត់ចំណែកទូប្រុសរបស់យើងបាននិយាយថានឹងហើយហើយអាចារ្យនឹងបានលេងទូប្រុសរបស់យើងវិញដូចគ្នាហើយបែកខេនឹងបានតស៊ូទៅកាន់អាចារ្យថាតែគាត់នឹងត្រូវធ្វើអីផ្សេងទៀតអត់ដល់ពេលហ្នឹងអាចារ្យនឹងបានយកលុយនឹងដាក់ឲ្យទូប្រុសរបស់យើងទៅអាចារ្យបាននិយាយថាគាត់នឹងគឺអញមកថ្ងៃស្អែកបានទៀតហើយទូប្រុសរបស់យើងនិយាយអរគុណទៅកាន់អាចារ្យដូចគ្នាហើយគាត់នឹងមកធ្វើការចាក់ចេញពីទីហ្នឹងទៅចំណែកអាចារ្យអូហ្វីលីវិញពងគិតថាគាត់មកគូបណ្ដោយនាងមានទំនាក់ទំនងខាងក្រៅទេហើយសេរីក៏បានកាន់មកកាន់កញ្ញាម្នាក់នេះវិញតែយើងភ្លេចប្រាប់ឈ្មោះរបស់នាងដែលនាងមានឈ្មោះថា Leselot ដល់ពេលហ្នឹងដែរអាចារ្យអូហ្វីលីបានលើកហាមមកកាន់នាងទៅហើយអាចារ្យបាននិយាយថានឹងមានរឿងអាក្រក់មិនសិនជាមាននរណាម្នាក់ដឹងពីនាង Leselot នឹងនិយាយសុំទោសទៅកាន់អ្នកគ្រូនៅពេលហ្នឹងនាងបានដើរសម្ដែងទៅកាន់អាចារ្យហើយនាងបាននិយាយថាកៅអៅហ្នឹងដូចជាលងបន្តិចហើយក៏ឃើញចង់ភ្លាអាចារ្យអូហ្វីលីនឹងមកដាក់លេឲ្យនាងទៅហើយក៏បាននិយាយថាពាក្យកៅអៅបានត្រឹមត្រូវផងនៅពេលដែលអាចារ្យបងដាក់លេហ្នឹង Leselot បានខូចពោះចឹងណាហើយអាចារ្យនឹងប្រាប់នាងថាចាំភ្លេដែលគាត់ភ្លក់វាសិនថាមានថ្នាំពុលអត់ Leselot នឹងបាននិយាយថាមិនចាំបាច់ទេតែបែរហ្នឹងមកធ្វើវាមែនហើយអាចារ្យអូហ្វីលីនឹងមកសួរទៅកាន់នាងថាតើនាងជួបគាត់មែនហើយ Leselot នឹងបាននិយាយថាការគិតរបស់នាងមកប្រាប់ថាគាត់នឹងគឺមិនអីទេក្រៅពីនេះបណ្ដាសាររបស់នាងក៏មានរួចហើយក៏មិនចាំបាច់ប្រើថ្នាំពុលដើម្បីសម្លាប់នាងដែរហើយនាងក៏បានបន្តទៀតថានាងនឹងគឺមិនចង់សង្ស័យមនុស្សគ្រប់គ្នានៅក្នុងជីវិតរបស់នាងទេប៉ុន្តែសប្តាហ៍នេះនាងក៏ចង់ជឿទុកចិត្តណាម្នាក់ដែរហើយ Leselot ក៏បានអង្គុយតោះដើម្បីញ៉ាំបបររបស់ទូប្រុសរបស់យើងទៅដែលនាងនឹងមកសរទៅកាន់បបរនឹងថាមានក្លិនឈ្ងុយចឹងណាហើយ Leselot នឹងក៏បានដាក់ប្រមាត់ទៅក៏តែញ៉ាំវាចូលក្នុងមាត់ភ្លាមថាវាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនមិនទាន់បានប្រមាណផង Leselot នឹងក៏បានជ្រុះឡាព្រាទៅដែលថានាងនឹងគឺឈឺពោះខ្លាំងមែនទែនហើយនាងនឹងក៏បានដួលទៅចំណែកអាចារ្យអូហ្វីលីវិញបានគិតថាទូប្រុសរបស់យើងបានបំពុលនាងចឹងណានាងក៏មិនគួរទៅចិត្តគាត់ដែរដល់ពេលហ្នឹងដែរអាចារ្យនឹងបានបំរុងទៅរកទូប្រុសរបស់យើងចឹងណាប៉ុន្តែត្រូវបាន Leselot នឹងហាមឃាត់អាចារ្យនឹងសួរទៅកាន់នាងថាតើនាងនៅអីទេចំណែក Leselot វិញបាននិយាយថាគាត់នឹងគិតអីទេថានាងត្រូវបានព្យាបាលទៀតផងចំណែកអាចារ្យវិញថាខាំងយកតែម្ដងហើយ Leselot នឹងបើកពុតរបស់នាងឲ្យអាចារ្យមើលទៅថាបណ្ដាសានឹងត្រូវបានលុបបំបាត់ចឹងណាខ្ញុំនឹកស្មានថាប្រព័ន្ធរបស់ទូប្រុសរបស់យើងធ្វើឲ្យ Leselot នឹងជាចឹងណាហើយសេរីនឹងក៏មកហាមមកកាន់មករកម្នាក់ទៀតដែលថាគាត់នឹងបញ្ជាក់ថាបណ្ដាសាត្រូវបានលុបបំបាត់ចឹងណាហើយពួកគេនឹងក៏មិនចង់រងចាំទៀតទេហើយ Leselot នឹងត្រូវតែស្លាប់ឲ្យបានឆាប់ក៏ពេលតមកកាន់ហាមីមីកូវិញថាចេះយូលីសៀនិងមីមីកូនឹងមកជួបនរណាម្នាក់ដល់ពេលហ្នឹងដែរមនុស្សម្នាក់ហ្នឹងមកបើកមុខទៅថានេះនឹងជាអាចារ្យអូហ្វីលីនឹងឯងពេលហ្នឹងមីមីកូបញ្ជាក់ថានេះជាអាចារ្យយូលីសៀដែលជាមនុស្សល្ងីល្ងើចឹងណាអាចារ្យបានណែនាំខ្លួនទៅដែលនាងមានឈ្មោះថាអូហ្វីលីនេះជាព្រះនាងទី3 Leselot ក្រោយលើជើងភ្លាមយូលីសៀនិងមីមីកូហ្នឹងមកថ្វាយបង្គំនាងទៅហើយពួកគេមកសួរទៅកាន់នាងថាហេតុមិនជាព្រះនាងហ្នឹងមកកាន់ទីនេះចឹងលេងនេះថាព្រះនាងធ្លាក់ខ្លួនឈឺអីពេលហ្នឹងអាចារ្យអូហ្វីលីហ្នឹងបញ្ជាក់ថាមីមីកូនាងគឺមិនឈឺទេថានាងនឹងត្រូវបានគេដាក់បណ្ដាសាក្រោយលើចង់ភ្លាមមីមីកូបញ្ជាក់ថាបណ្ដាសាមែនតែណាគេកំពុងធ្វើគេព្រះនាងអញ្ចឹងអាចារ្យអូហ្វីលីនឹងមកបន្តនិយាយថា Leselot គឺជាកូនតែម្នាក់គត់របស់ព្រះអង្គម្ចាស់ហើយព្រះនាងបញ្ជាក់ថាគាត់បានរៀបការពីចក្រភពគូរូម៉ាគូដល់ភក្ការរបស់យើងអត្តភាពរបស់នាងជានិមិត្តរូបមួយនៃសន្តិភាពរបស់ប្រទេសទាំងពីរមានន័យថាអ្នកណាម្នាក់កំពុងតែបំផ្លាញទំនាក់ទំនងនេះជាមួយសង្គ្រាមរបស់យើងដែលប្រឆាំងនឹងព្រះអង្គម្ចាស់ភាគខាងជើងអាចារ្យប្រកាសថាមាននរណាម្នាក់ធ្វើឲ្យមានចំនួនពេលហ្នឹងមីមីកូបញ្ជាក់ថានាងពិតជាសម្បត្តិចិត្តមែនទែនដោយសារព្រះនាងគិតអីចឹងណាហើយតើព្រះនាងមករកនាងដើម្បីរកណាគេដាក់ដាសាមែនហើយនៅពេលហ្នឹងព្រះនាងបញ្ជាក់ថានាងគឺជាហៃដោយសារមានក្មេងប្រុសម្នាក់បានមើលថែចឹងណាហើយមីមីកូនិងយូលីសៀមកសួរថាតើណាគេទៅហើយព្រះនាងបញ្ជាក់ថាឃើញនឹងឯងហើយសេរីរបស់យើងក៏មិនចំកន្លែងហ្នឹងដូចគ្នាហើយជឿនឹងជួបគ្នានៅភាគក្រោយ